IT សុខស្រាសូមស្វាគមន៍សួស្តីបងប្អូនប្រិយមិត្តជាទីគោរពនិងរាប់អានទាំងអស់គ្នាដែលតែងតែគាំទ្រវីដេអូរបស់ IT សុខស្រាថ្ងៃនេះ IT សុខស្រាមានកន្លឹះមួយដែលចង់បង្ហាញអ្នកទាំងអស់គ្នាទាំងឡាយណាដែលគាត់ចង់រូតនៅទូរស័ព្ទ Android ប្រភេទ Samsung ឬក៏ប្រភេទ LG ឬក៏ Sony ជាដើមតាមធម្មតាការដែលយើងត្រូវរូតនេះគឺជាការហាយប្រព័ន្ធការពារសុវត្ថិភាពរបស់ Google ដើម្បីដាក់ហ្វុនភាសាខ្មែរឬក៏ដាក់កម្មវិធីណាដែលគេតម្រូវការឲ្យយើងរូតអញ្ចឹងជាធម្មតាអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាបានដឹងថានៅពេលដែលយើងចង់រូតគឺយើងត្រូវតែបើក USB debugging តើ USB debugging ជាអ្វី USB debugging គឺជាបបប្រែខ្មែរថាជាការបើកកុំឲ្យមានកំហុសឆ្គងផ្នែកខ្សែ USB អញ្ចឹងជាធម្មតាយើងតែងតែចូលទៅក្នុង setting អូខេនេះគឺ setting បន្តមកទៀតអ្នកនរគ្នាតែងតែមកកន្លែង about device ហើយជាធម្មតា USB debugging វានៅក្នុង option មួយដែលគេឲ្យឈ្មោះថា developer option ជាធម្មតាគឺវានៅលើ about device គឺនៅខាងក្រោមវាបំផុតក៏ប៉ុន្តែចំពោះ version ខ្ពស់ចាប់ពី 4.2.2 ឡើងទៅ option នោះត្រូវបានគេលាក់ទុកនៅក្នុង system បាត់ទៅហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រូតប្រហែលជាមិនអាចរកឃើញទេអញ្ចឹងវីដេអូនេះនឹងបង្ហាញបងប្អូនទាំងអស់គ្នាឲ្យដឹងអំពីរបៀបនៃការបើក USB debugging ឬក៏ចូលទៅ enable developer option ជាធម្មតា version ចាស់វាតែលើនេះតែម្ដងគឺបង្ហាញនៅលើតែម្ដងក៏ប៉ុន្តែដល់ឡែកចាប់ពី version 4.2.2 ឡើងទៅ developer option ត្រូវបានលាក់ទុកសួរថាតើវាលាក់ទុកនៅត្រង់ណាអញ្ចឹងបងប្អូនចូលមកកន្លែង about device ចុចចូលទៅបន្តមកទៀតបងប្អូន scroll មកក្រោមនេះបងប្អូននឹងឃើញពាក្យថា build number នៅត្រង់កន្លែងនេះសូមបងប្អូនចុចឬក៏ tag ទៅលើវាចំនួន 5 ដងដើម្បីឲ្យ USB debugging ឬក៏ developer option លោតចេញមកក្រៅអញ្ចឹងយើងមើលម្ដងទៀតវាអត់តលោតទេអត់តមានdeveloper option ទេអញ្ចឹងយើងចុច about device អូខេយើង build number 1អត់តលោតអីទេយើងចុចទៀត1 2 3 4 5គេថាឥឡូវនេះយើងបានខ្លាចទៅជាអ្នក developer របស់ទូរស័ព្ទមួយហើយអញ្ចឹងនេះគឺជា option ដែលមិញមិនទាន់បង្ហាញទេគឺនៅលើ about device developer option គឺជា option មួយសម្រាប់អ្នក develop កម្មវិធីទាំងស្រុងរបស់ Android ដូច្នេះបានគេលាក់បន្ទាប់ពីយើងបានបើកមកនេះត្រង់នេះបើសិនជាត្រង់នេះអត់ទាន់បើកបងប្អូនចុចបើកមកហើយអូខេបន្តមកទៀតនេះត្រង់នេះគេថា USB debugging សួរថាហេតុអីបើយើងត្រូវគ្រាសវាព្រោះថាការរូតជាមួយនឹងកម្មវិធី iRoot ដែលបងប្អូនធ្លាប់តែរូតនោះគឺត្រូវតែបើក USB debugging ហើយចំពោះកម្មវិធីដទៃផ្សេងទៀតក៏យើងត្រូវការផងដែរជាមួយនឹងការបើក USB debugging ហើយដូច្នេះនេះគឺជាកន្លឹះមួយសម្រាប់បងប្អូនដែលតែងតែចូលចិត្តរូតនៅទូរស័ព្ទប្រភេទ Android ដើម្បីដាក់នៅកម្មវិធីប្លែកៗឬក៏ធ្វើអីជាមួយនឹងការអភិវឌ្ឍរបស់ Google ខ្ញុំដឹងផងដែរថាវីដេអូនេះនឹងធ្វើឲ្យបងប្អូនមួយចំនួនទៀតដែលគាត់ពុំទាន់បានដឹងសោះអំពីរបៀបនៃការរូតអំពីយល់ដឹងអំពីថាតើការរូតជាអ្វីហើយជាបងប្អូនសពេចសពល់ហើយនៅការបង្ហាញនៅវីដេអូនេះក៏ប៉ុន្តែសូមជម្រាបផងដែរថាវីដេអូនេះខ្ញុំធ្វើឡើងក្នុងការជួយមួយចំណុចតូចមួយនៅក្នុងការបង្ហើបប្រាប់នៅរបៀបនៃការបើក USB debugging នៅពេលដែលវាលាក់ចំពោះបងប្អូនទាំងឡាយដែលមានចំណេះដឹងល្មមដែលគាត់ធ្លាប់បានរូតជាដើមអូខេអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតពី IT ស្រុកស្រែអ្នកជួយពិតពុំដែលរំពឹងពាក្យថាអរគុណពាក្យថាអរគុណគួរតែចេញពីអ្នកដែលត្រូវបានគេជួយមិនមែនអ្នកជួយទេ